ពេលដែលយើងចង់សួរគេពីអ្វីមួយឬក៏ស្នើសុំគេអ្វីមួយជាទូទៅគ្នាយើងច្រើនតែប្រើឃ្លាថា can I អូខេ can I ឧទាហរណ៍ដូចជា can I ask you a question តើខ្ញុំអាចសួរសំណួរមួយទៅកាន់អ្នកបានទេឬមួយក៏ can I borrow your car for a day តើខ្ញុំអាចសុំខ្ចីឡានរបស់អ្នកមួយថ្ងៃបានអត់នេះជាសំណួរដែលយើងសួរទូទៅឬស្នើសុំទូទៅគេហៅថា direct អូខេ direct នេះមានន័យថាវាផ្ទាល់វាចំអូខេវាត្រង់យើងសួរស្នើសុំត្រង់ហ្មង can I borrow your car for a day អូខេ can I ask you a question អត់បញ្ហាទេជាទូទៅយើងប្រើបែបនេះប៉ុន្តែយើងក៏មាន clear មួយផ្សេងទៀតដែលយើងអាចប្រើជំនួស clear នឹងបានវាជា indirect វាជាសំណួរឬការស្នើសុំដែលប្រយោលមានន័យថាវាអត់ចំហ្មងវាអត់ផ្ទាល់ប៉ុន្តែមានន័យដូចគ្នាអញ្ចឹងអូខេអញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញ clear ហ្នឹងគឺយើងអាចប្រើ I was wondering if អូខេ I was wondering if មានន័យថាយើងជា clear ដែលយើងប្រើទៅវាអត់ចំដូច can I អញ្ចឹងទេអូខេប៉ុន្តែមានន័យដូចគ្នាទេខ្ញុំមកឧទាហរណ៍មិញឧទាហរណ៍ថា can I borrow your car for a day នេះជាសំណួរដែលយើងសួរទូទៅណាតើខ្ញុំអាចសុំខ្ចីឡានរបស់អ្នកមួយថ្ងៃបានអត់ប៉ុន្តែយើងអាចប្រើ I was wondering បានឧទាហរណ៍យើងអាចនិយាយថា I was wondering if I could borrow your car for a day I was wondering if I could borrow your car for a day ហ្នឹងមានន័យដូចគ្នាទេមានន័យថាតើខ្ញុំអាចសុំខ្ចីឡានរបស់អ្នកមួយថ្ងៃបានអត់ប៉ុន្តែអា clear នេះ I was wondering នេះគឺវាមិនជាសំណួរឬជា clear ដែលផ្ទាល់ដែលចំប៉ុន្តែជាប្រយោលសួរជាគួរសមអូខេជាគួរសមជាប្រយោលប៉ុន្តែមានន័យដូចគ្នាគឺយើងចង់សុំខ្ចីឡានគេអូខេមួយថ្ងៃប៉ុន្តែវាគួរសមអូខេអញ្ចឹងយើងអាចនិយាយចឹងណាយើងអាចសួរ I was wondering if I could borrow your car for a day អូខេអញ្ចឹងមានន័យដូចគ្នាហ្នឹងខ្ញុំលើកទឹកចិត្តឲ្យប្រើហ្នឹងដែរយើងរៀនប្រើផ្សេងគ្នាទៅណាកុំឲ្យយើងប្រើតែ can I រហូតអញ្ចឹងយើងអាចមានវិធីផ្សេងខ្លះទៀតដែរហើយល្អទៅទៀតអូខេខ្ញុំប្រើយ៉ាងយកមែនតើប៉ុន្តែកន្លែងនេះកន្លែង I was wondering if I could អញ្ចឹងកន្លែង if I បន្ទាប់ពី I ហ្នឹងគឺយើងប្រើ past tense អូខេយើងប្រើអតីតពាក្យអតីតមិនយើងអត់និយាយថា if I can ទេអត់ទេអូខេយើងនិយាយ if I could យើងប្រើអតីតពាក្យអតីតអូខេកន្លែងនេះយើងត្រូវចំណាំកន្លែងហ្នឹងអូខេយើងអត់និយាយថា I was wondering if I can borrow your car for a day អត់ទេយើងប្រើ could អូខេ I was wondering if I could borrow your car for a day អញ្ចឹងយើងចំណាំកន្លែងហ្នឹងដល់ពេលដែលយើងប្រើ I was wondering if I បន្ទាប់ពីហ្នឹងគឺយើងប្រើ past tense យើងប្រើពាក្យអតីតកាលអូខេពាក្យអតីតប៉ុន្តែមិនមែនមានន័យអតីតកាលទេមានន័យបច្ចុប្បន្នទេគ្រាន់តែ clear ហ្នឹងយើងតម្រូវឲ្យយើងប្រើពាក្យអតីតអូខេប៉ុន្តែ clear ហ្នឹងគួរសមល្អអូខេខ្ញុំឧទាហរណ៍មួយទៀតឧទាហរណ៍ថា I was wondering if you could come over for dinner tonight I was wondering if you could come over for dinner tonight មានន័យថាខ្ញុំចង់សុំអញ្ជើញអ្នកឲ្យមកផ្ទះខ្ញុំញ៉ាំអាហារពេលល្ងាចជាមួយគ្នាយប់នេះអូខេ come over មានន័យថា to visit someone's home អូខេ to visit someone's home មានន័យថាទៅលេងផ្ទះនរណាម្នាក់អូខេទៅសួរសុខទុក្ខឬទៅលេងផ្ទះនរណាម្នាក់ជា phrasal verb គឺ come over អញ្ចឹង come over for dinner tonight មានន័យថាមកផ្ទះខ្ញុំញ៉ាំអាហារពេលល្ងាចជាមួយគ្នាអូខេអញ្ចឹង I was wondering ជាការអញ្ជើញអូខេជាការអញ្ជើញគាត់ស្នើសុំគាត់ I was wondering if you could come over for dinner tonight អូខេអញ្ចឹង could បាទអញ្ចឹងផ្សេងទៀតក៏យើងប្រើមិនតែ could ទេណាយើងអាចប្រើផ្សេងទៀតឧទាហរណ៍ថា I was wondering if you wanted to go to the party with me tonight អីចឹងទៅអូខេ
yeah ចឹងយើងប្រើពាក្យ I wanted okay if you wanted okay wanted យើងអត់ប្រើ wanted យើងប្រើតែតកាគឺ wanted ថែម ed I was wondering if you wanted to come to go to the party with me okay tonight យ៉ាងទៅចឹងកន្លែងនេះខ្ញុំគ្រាន់តែចង់បន្ថែម clear នឹងឲ្យគ្នាយើងជំនួសដោយ can I ឬមក can you come to my home can I borrow something ជំនួសដល់ហ្នឹងយើងអាចប្រើ clear I was wondering if អូខេប៉ុន្តែប្រយ័ត្នកន្លែងដែល if I ឬមក if you បន្ទាប់ពីហ្នឹងគឺយើងប្រើពាក្យអតីតកាលណាយើងអត់ប្រើពាក្យបច្ចុប្បន្នទេប៉ុន្តែ clear នេះវាគួរសមខ្លាំងគួរសមល្អហើយវាជា indirect វាជាមិនផ្ទាល់វាអត់ចំវាប្រយោលតែវាល្អមែនតើពេលហ្នឹងណាយើងអាចប្រើក្នុងទម្រង់ផ្សេងច្រើនទៀតចឹងតែខ្ញុំសង្ឃឹមថាគ្នាយើងអាចយល់ពីរបៀបប្រើប្រាស់ I was wondering if I ឬមក if you whatever យើងអាចយកទៅប្រើក្នុងសកម្មភាពជាក់ស្ដែងប្រចាំថ្ងៃរបស់យើងនៅក្នុងគួរណាអរគុណយើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ